បងប្អូនទាំងគ្នានេះគឺជាផ្លែកំពីងរីហើយឥឡូវនេះខ្ញុំធ្វើការចាត់វាដើម្បីយកទៅជួបជាមួយនឹងអំបិលម្ទេសរបស់យើងផ្លែកំពីងរីនេះវាដល់ខែនេះគឺអត់សូវសម្បូរទេបងប្អូនទាំងគ្នាព្រោះដោយសារតែវាចិត្តអស់ហើយអញ្ចឹងវាមានតែផ្លែតូចៗទេហើយគាត់តែចិត្តនេះបងប្អូនចេះក្លិនឈ្ងុយបដាមកនេះចង់ញ៉ាំកំពីងរីអញ្ចឹងហើយត្រូវទៅទិញតែទិញបានតែ4ផ្លែបងប្អូនគេបេះវាបានគ្រប់ពេកហើយណាមួយវាចិត្តអស់ដែរហើយទិញយកមកបំពងឲ្យជ្រក់ខ្លួនឯងណាប៉ុណ្ណឹងណាតែវារៀងតូចៗបន្តិចបងប្អូនបើបានធំជាងហ្នឹងណាល្អបានធំតើបានអាគ្រាប់វាយើងយកទៅយកមកញ៉ាំក្នុងផ្អែមណាតែដល់ពេលវាតូចអញ្ចឹងអត់ញ៉ាំតែអត់សូវផ្អែមអីណានេះអូនេះស្អុយសាក់ចិត្តមើលអូស្អុយនេះចិត្តទៅពាក់កណ្ដាលនេះស្អុយមកខាងខាតបាត់មួយចុកក្រោយបងប្អូនហ្នឹងផ្លែសូវល្អដែរផ្លែខ្លះស្អុយពេលយើងចាត់ហើយយើងសាប់វាបងប្អូនសាប់វាតូចចំណិតតូចសាប់វាអញ្ចឹងបងប្អូនដើម្បីឲ្យចង់ជាតិឥឡូវធ្វើការបងប្រាប់របស់យើងមានម្ទេស3គ្រាប់ប៊ីចេងដើម្បីយកទៅច្បោជាមួយនឹងពីរីយើងនេះស្ករសដាក់ច្រើនទីស្ករសបងប្អូនដល់មកដាក់អំបិលរបស់យើងដាក់ទៅបានអំបិលច្បាស់ពីបងប្អូនអូទៅនៅមែនតើស្រក់ទឹកមាត់ហើយនេះដាក់វាចូលចឹងសាកភ្លុកមួយសិនឆ្ងាញ់ណាស់ដូចស្ទើផ្អែមចង់យើងថែមស្ករតិចបងប្អូនដាក់ចឹងណានេះអត់មកល្ងាចនឹងឆ្ងាញ់តែម្ដងតែដល់ណាបងប្អូនហើយ